Rương cua ở hua chất nơi trong bòi pét mà cha hang ca cả xà lón trời ban cầm làng ở bột hát đặc quạt luốn còi rong cả chọt thá ban pra hằng xa bằng kháng nâng cùng riêng cầm hang lơ sợi trai mềm mại mà nèได้thưa ca bầm ra trong té rồi bọc luôn nhảy phẳng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  nhảy bật lên 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 nhảy nhảy bật lên nhảy bật lên nhảy bật lên nhảy khai vậy đã đây nhảy mất đây nhảy cho đã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  đây nhảy mà nhảy ngặt vay nhảy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  ngày hiện này cây cho không cây cho ngày yên cho à cây cho cây ngày hiền nè 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 ngày hiền nèสุจีที่จะเอาตาเกินนี้เลยแล้วสุจีตัวสาวเฉียนแต่ที่โอนนาเฉียนเกินนี้hiện này hiện này ngày này ngày hiện này mình chẳng ngày ngày hiện này ngày hiện แองแคทบันตีมินเจกาปีรัสเซียថ្ងៃទី26ខែមិថុនាឆ្នាំ2026កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឃាត់ខ្លួនម្ចាស់ហាងកាកាសាឡនឈ្មោះកុំលីកាហៅក្រៅកាកាភេទស្រីអាយុ30ឆ្នាំស្ថិតនៅភូមិបាលីលេខទី1សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យការឃាត់ខ្លួននេះធ្វើឡើងក្រោយស្ត្រីរងគ្រោះឈ្មោះអ៊ុតខុនអាយុ59ឆ្នាំដែលជាស្ត្រីមេម៉ាយគ្មានកូននិងគ្មានផ្ទះសម្បែងបានដាក់ពាក្យបណ្ដឹងថាខ្លួនត្រូវបានប្រើហិង្សាបង្ខាំងនិងគំរាមកំហែងខណៈដែលស្នាក់នៅនិងធ្វើការអនាម័យនៅក្នុងផ្ទះជនសង្ស័យអស់រយៈពេលជាង3ឆ្នាំមកហើយតាមការរាយការណ៍ពីសមត្ថកិច្ចមូលហេតុដំបូងនៃចំនួននេះពាក់ព័ន្ធនឹងករណីទូរស័ព្ទចំនួន3គ្រឿងដែលស្ត្រីរងគ្រោះបានយកទៅលក់និងទទួលបានប្រាក់ចំនួន200,000រៀលបន្ទាប់ពីដឹងរឿងជនសង្ស័យត្រូវបានចោទថាបានប្រើអំពើហិង្សាលើស្ត្រីរងគ្រោះបណ្ដាលឲ្យរងរបួសជាច្រើនកន្លែងនិងគំរាមកំហែងមិនឲ្យចេញពីផ្ទះក្រោយទទួលបានបណ្ដឹងកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោកអនុសេនីយ៍ឯកតេលតៃលាវបានចុះស្រាវជ្រាវរហូតដល់វេលាម៉ោង10ព្រឹកថ្ងៃទី28ខែមិថុនាឆ្នាំ2026ទើបឃាត់ខ្លួនជនសង្ស័យនិងដកហូតវត្ថុតាំងកាំបិតប៉ាំងតោដងឈើប្រវែង30សង់ទីម៉ែត្រចំនួន1ដើមសមត្ថកិច្ចបានឲ្យដឹងថាក្រោយការសួរនាំជនសង្ស័យបានឆ្លើយសារភាពថាពិតជាបានប្រើអំពើហិង្សាដោយការប្តឹងចោទប្រកាន់របស់ជនរងគ្រោះមែនបច្ចុប្បន្នកម្លាំងអាវុធហត្ថបានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យទៅសាលាដំបងខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃច័ន្ទទី29ខែមិថុនាឆ្នាំ2026ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ករណីនេះធ្វើឲ្យមហាជនជាច្រើនសម្ដែងការហួសចិត្តនិងអាណិតស្ត្រីរងគ្រោះព្រោះគាត់ជាស្ត្រីវ័យចំណាស់ខ្វះទីពឹងនិងធ្វើការដើម្បីរកប្រាក់ចិញ្ចឹមជីវិតសង្គមមិនគួរមានការប្រើហិង្សាបង្ខំឬគំរាមកំហែងលើមនុស្សទុនខ្សោយឡើយច្បាប់ត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះស្ត្រីមេម៉ាយវ័យចំណាស់ម្នាក់ដែលគ្មានទីពឹងត្រូវបានគេរាយការណ៍ថារងអំពើហិង្សានិងការគំរាមកំហែងខណៈបម្រើការងារនៅក្នុងផ្ទះអ្នកដទៃសូមឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ឲ្យបានម៉ឺងម៉ាត់និងផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ